ជំនួបរវាងបូរីលេងនវត្រានិងអតិថិជនទទួលលទ្ធផលជាវិជ្ជមានក្រោមវប្បធម៌សន្តានានិងបានឯកភាពគ្នាបន្តជំរុញពន្លឿនការដោះស្រាយមួយចំនួនក្រុមការងារក្រសួងរៀបចំដែនដីនគររូបនីយកម្មនិងសំណង់និងរដ្ឋបាលខេត្តកណ្ដាលបានបន្តដឹកនាំកិច្ចប្រជុំសម្រុះសម្រួលនិងដោះស្រាយករណីទិញឬលក់ផ្ទះដីឡូគម្រោងបូរីលេងនវត្រានិងអតិថិជនដោយបានធ្វើការបន្តពិនិត្យលើសំណើសំណូមពររបស់ដំណើរអតិថិជនគម្រោង 6A និងជ្រែ100កាលពីថ្ងៃទី14ខែវិច្ឆិកាឆ្នាំ2025បើតាមក្រសួងរៀបចំដែនដីបានបញ្ជាក់ថាជាលទ្ធផលកិច្ចប្រជុំបានប្រកាន់យកវប្បធម៌សន្តានានិងបានពិគ្រោះគ្នាប្រកបដោយស្មារតីយោគយល់ហើយបានឯកភាពគ្នាក្នុងការបន្តជំរុញការងារដោះស្រាយពន្លឿនការសាងសង់ផ្ទះការចាក់បំពេញដីឡូនិងហេដ្ឋារចនាសម្ព័ន្ធទ្រទ្រង់ចាំបាច់និងអតិភិបរបស់គម្រោងគួរបញ្ជាក់ថាគម្រោងផ្ទះនិងដីឡូលេងនវត្រាជ្រែ100និងគម្រោងផ្លូវជាតិលេខ 6A ដែលមានទីតាំងស្ថិតនៅភូមិជ្រៃ100និងភូមិអន្លង់ស្លែងឃុំសម្បួររមៀសស្រុកមុខកំពូលខេត្តកណ្ដាល